បាទយើងនឹងពិភាក្សាអំពីគំនិតផ្ដួចផ្ដើមថ្មីមួយនោះគឺគំនិតផ្ដួចផ្ដើមក្នុងការបង្កើតសភានៅក្រៅប្រទេសមួយដែលគេឲ្យឈ្មោះថាសភាពលរដ្ឋខ្មែរនៅក្រៅប្រទេសឬហៅកាត់ថា KOCA បាទសពថ្ងៃនេះដោយលោកនាងបានជ្រាបហើយប្រជាពលរដ្ឋខ្មែរជាច្រើនបានចាត់ទុកថាសភាជាតិនៅក្នុងប្រទេសមិនតំណាងឲ្យសម្លេងអ្នកបោះឆ្នោតទៀតទេក៏ប៉ុន្តែធ្វើការដើម្បីបម្រើទៅអ្នកកាន់អំណាចនិងផលប្រយោជន៍គ្រួសាររបស់អ្នកកាន់អំណាចតែប៉ុណ្ណោះពលរដ្ឋខ្មែរនៅក្នុងប្រទេសមិនអាចជ្រើសរើសបិទតំណាងបានដោយសេរីទៅហើយឯពលរដ្ឋខ្មែរនៅក្រៅប្រទេសក៏គ្មានសម្លេងនយោបាយដែរដូច្នេះសំណួរជាសំខាន់តើធ្វើយ៉ាងណាដើម្បីឲ្យសម្លេងរបស់ប្រជាពលរដ្ឋខ្មែរអាចបានលឺហើយចូលទៅដល់ឆាកនយោបាយខ្មែរបាទយើងបកគលនីតិនេះជូនអ្នកស្រីមូសុខួរដើម្បីបកស្រាយដោយផ្ទាល់តែម្ដងបាទខ្ញុំបាទសូមជម្រាបសួរបាទជំរាបសួរលោកចិនច័ន្ទរដ្ឋសូមគោរពបងប្អូនជនរួមជាតិដែលកំពុងតែទស្សនាទូរទស្សន៍អាស៊ីសេរីបាទអរគុណណាស់អ្នកស្រីមូសុភួរដែលចូលរួមក្នុងកម្មវិធីយើងនាពេលនេះហើយសូមទោសដែរដែលយើងឲ្យអ្នកស្រីនឹងចាំយូរបន្តិចដោយអ្នកស្រីបានឃើញហើយពីព្រោះថាព័ត៌មាននឹងវាច្រើនប៉ុន្តែច្រើនយ៉ាងណាក៏ដោយគឺថាព័ត៌មានទាំងអស់នោះផ្ដោតតែទៅលើបច្ចុប្បន្នភាពនៃសង្គ្រាមខ្មែរថៃដូច្នេះខ្ញុំបាទអរគុណមែនទែនដែលយើងមានឱកាសក្នុងការផ្សាយព័ត៌មានមួយជ្រុងទៀតហើយមួយជ្រុងនោះគឺសំខាន់មែនទែនគឺថាធ្វើយ៉ាងណាដើម្បីឲ្យសម្លេងរបស់ប្រជាពលរដ្ឋខ្មែរនឹងបានឮនៅក្នុងឆាកនយោបាយនឹងផងដូច្នេះខ្ញុំចាប់ផ្ដើមសំណួរទី1តែម្ដងទៅសំណួរធំរបស់យើងនឹងគឺថាតើហេតុអ្វីបានជាអ្នកស្រីគិតថា